រដោស្លឹកឈើជ្រុះនៅប្រទេសអាល្លឺម៉ង់បងប្អូនស្អាតមែនទេស្អាតណាស់ដូចលើឋានសួគ៌ហើយឆែកតែថាចាំបាច់បងប្អូនខ្មែរយើងទៅលេងស្រុកខ្មែរហេតុអ្វីពីព្រោះនៅស្រុកកំណើតធ្លាប់កើតធ្លាប់រស់នៅមិនអាចបំភ្លេចបានទេត្រូវតែត្រឡប់ទៅវិញនឹកណាទោះបីជានៅស្រុកស្រែយ៉ាងណាក៏ដោយដែលមិនភ្លេចទេកលែងគេស្អាតយ៉ាងណាក៏មិនភ្លេចស្រុកយើងមើលកែនៅលេងក៏ច្រើនស្អាតមិនមានសម្រាមប៉ុន្តែនៅតែមិនភ្លេចស្រុកយើងស្រុកកំណើតធ្លាប់កើតធ្លាប់រស់ភ្លេចមិនបានទេបងប្អូនអើយស្រុកគេលួយទំនើប